ស្នាមញញឹមនៅខ្សែត្រៀមទី1សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពបានបន្តបេសកកម្មមនុស្សធម៌នាំយកអំណោយជូនវីរៈកងទ័ពការពារព្រំដែនកម្ពុជាថៃខេត្តបន្ទាយមានជ័យការលះបង់ដើម្បីជាតិត្រូវបានបង្ហាញយ៉ាងច្បាស់ជាថ្មីម្ដងទៀតនៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យតំណាងវីរៈកងទ័ពកម្ពុជាដែលកំពុងតែឈរជើងការពារទឹកដីនៅទិសផ្ទាល់ដីយ៉ាងសមស្របបានសម្ដែងនៅកតញ្ញូនិងសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តមនុស្សធម៌មិនអាចកាត់ថ្លៃបានពីសំណាក់សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពសាខាខេត្តបន្ទាយមានជ័យក្នុងបេសកកម្មចុះសួរសុខទុក្ខនិងនាំជោគអំណោយដោយផ្ទាល់ដល់ដៃកងទ័ពនេះត្រូវបានដឹកនាំដោយលោកឈុនវីរៈប្រធានសាខាសមាគមខេត្តបន្ទាយមានជ័យតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសុកច័ន្ទភក្តីប្រធានសមាគមនិងលោកបណ្ឌិតឌីមសុខុនអគ្គលេខាធិការសមាគមបេសកកម្មមនុស្សធម៌នេះរួមមានការចូលរួមយ៉ាងសកម្មពីព្រះសង្ឃគ្រប់ព្រះអង្គដែលជាបង្អែកស្មារតីនិងជាបុណ្យកុសលដ៏ឧត្តមឧត្តមលោកហៅតូទីប្រឹក្សាសមាគមលោកសយសុខុនលោកសុខថៃប្រធានគម្រោងលោកជុំផលអនុប្រធានគម្រោងលោកគង់ហេងប្រធានកម្មវិធីលោកអឹមសវណ្ណថាណាអនុប្រធានកម្មវិធីព្រមទាំងសមាជិកសមាជិកានៃសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពជាច្រើនរូបទៀតសម្ភារៈដែលត្រូវបាននាំចូលទៅប្រគល់ជូននៅក្នុងពេលនេះរួមមានគ្រឿងឧបភោគបរិភោគចាំបាច់ប្រចាំថ្ងៃនិងថ្នាំសង្កូវវេជ្ជសាស្ត្រដែលជាជំនួយសង្គ្រោះបន្ទាន់និងជាការលើកទឹកចិត្តយ៉ាងធំធេងដល់កងទ័ពអាវខ្មៅនិងអាឃ្យូដែលកំពុងបំពេញភារកិច្ចឱកាសល្អសម្រាប់បងប្អូនដែលចង់ទៅធ្វើការនៅប្រទេសជប៉ុនដោយស្របច្បាប់ក្រុមហ៊ុនយើងកំពុងជ្រើសរើសសិក្ខាកាមជាច្រើនអ្នកទៅធ្វើការនៅប្រទេសជប៉ុនលើផ្នែកជាច្រើនដូចជាផ្នែកសំណង់ផ្នែករោងចក្រផ្នែកកសិកម្មផ្នែកកសិដ្ឋាននិងផ្នែកផ្សេងៗជាច្រើនទៀតនៅក្នុងលក្ខខណ្ឌងាយៗគ្រាន់តែមានអាយុចន្លោះពី18ដល់35ឆ្នាំមានសុខភាពល្អចេះអាននិងសរសេរអក្សរខ្មែរមិនតែប៉ុណ្ណោះក្រុមហ៊ុនក៏មានផ្ដល់ជូនអាហារនិងកន្លែងស្នាក់នៅរហូតដល់បានចេញទៅធ្វើការនៅប្រទេសជប៉ុនដោយជោគជ័យផងដែរហើយសម្រាប់បងប្អូនដែលនៅប្រទេសជប៉ុនការងារផុតកំណត់ចង់ផ្លាស់ប្ដូរការងារថ្មីក៏អាចទាក់ទងមកកាន់ក្រុមហ៊ុនយើងបានដែរសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចទាក់ទងមកកាន់ក្រុមហ៊ុនបានតាមរយៈលេខទូរស័ព្ទលើវីដេអូនេះក្នុងការលះបង់ទាំងយប់ទាំងថ្ងៃដើម្បីសុខសន្តិភាពនិងបូរណភាពទឹកដីតំណាងវីរៈកងទ័ពបានគូបញ្ជាក់ថាសកម្មភាពដ៏ថ្លៃថ្លានិងជាប្រចាំរបស់សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពមិនត្រឹមតែជាការផ្ដល់ជំនួយសម្ភារៈប៉ុណ្ណោះទេប៉ុន្តែជាស្ពានភ្ជាប់បេះដូងរវាងសមរភូមិក្រោយនិងសមរភូមិមុខដោយបានបន្សល់ទុកនូវក្តីគោរពការនឹករលឹកនិងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅក្នុងបេះដូងដល់កងទ័ពគ្រប់រូបការចូលរួមនិងការលះបង់របស់យុវជនកម្ពុជានៅក្នុងពេលនេះបានឆ្លុះបញ្ចាំងពីតម្លៃនៃសន្តិភាពយ៉ាងពិតប្រាកដនិងក៏ជាគំរូដ៏ប្រពៃសម្រាប់សង្គមជាតិទាំងមូល